nè ngày vì mà tâm anh dương đo cái lại nè ngày limit này anh cũng expo hay là low grade chẳng limit nâng về miền phục vụ chu lấy chớ miền phục vụ đến sau lửa số bộ nó đỏ nón phục vụ tài khoản miết hay nâng miền expo nâng low grade vậy để anh trên pro ok tại ngày ní về cẩn thận bởi dương dương nâng để chỉ che từ một tiết bí mê điến pro bạc chẳng pro bạc nó mà rồi bị chênh ấy mình thấy có tha việc đang thái chênh sầm nụ ấy là thấy dương đăng tha việc chỉ tụ tới cứ việc đọc phần tụ sầm rạp đúng hạt pro bạc nơi không mê điến ngày nâng nhôm nâng để chơi prap tha ta pro bạc vì a chênh ấy khá được trong cà kiện này nước bẹp ná hơi sum nu để mostly bị ảnh trên nước bẹp ná hơi dân thứ pinat mơ vì nhiều xa trend pram năm trong cào pram trăm trong cào đó vì bị pon phải mui phải pin phải bay hội đồng phải buôn phải pram nấng ta vì trên bẹp à này này hay vì ở bên tây na cào vì cà pra praនៅrừng pi giá cứ chùm lá còn xóm là trong cà kiện này pro áp như thế và chẳng vậy tới việc hạ đôi chỉ abstract á lấy từ mơ tình នៅទាំងអស់គ្នានៅពេលដែលយើងគណនាប្របាទនៅថ្នាក់12ហ្នឹងវាត្រូវការពឹងលើរឿងពីរយ៉ាងទីមួយគឺចម្លាស់ដែលយើងហៅថា permutation ណាហើយរឿងទីពីរគឺយើងពឹងទៅលើបន្សំ permutation ហ្នឹងវារូបមន្តវាគឺ p NR ស្មើជាមួយនឹង n factorial n ដក o factorial o factorial អត់មាន o ទេអាហ្នឹងចំទោសនិយាយចឹងលើកហើយហ្នឹងហើយអានេះគឺជា ចម្លាស់ដល់ពេលបន្សំវា c វិញ c n o n factorial n ត o factorial ហើយមាន o factorial មួយទៀតបាទហេតុអីបានជាចំនួនពីរហ្នឹងវាខុសគ្នាអញ្ចឹងយើងនឹងជជែកបន្តិចទៀតថាតើចម្លាស់ហ្នឹងវាមានន័យថាម៉េចហើយបន្សំហ្នឹងមានន័យថាម៉េចតោះចម្លាស់ហេតុអីបានចំនួនវាច្រើនជាងបន្សំចម្លាស់ហ្នឹងមានន័យថាអញ្ចឹងឧបមាថាខ្ញុំមាន3ធាតុណាខ្ញុំមាន A B C ចម្លាស់គេគិតលំដាប់មានន័យថាម៉េចបើ A B C យើងយកមកចាប់វាជាពីរអក្សរវាអាចទៅជា A B ក៏បានវាអាចទៅជា A C ក៏បានវាអាចទៅជា B C ក៏បានបាទវាអាចទៅជាអីទៀតវាអាចទៅជាបើយើងបញ្ច្រាស់វាមកវិញវាមាន B A វាមាន C A ហើយវាមានអឺ C B ទៀតអញ្ចឹងបើសិនជាអានេះវាមាន3ហើយយើងយកទៅដាក់នៅ2កន្លែង p 3 2ណាp 3 2អញ្ចឹងបើយើងអនុវត្តរូបមន្តហ្នឹងវាទៅជា3ផាក់តូយ៉ែននៅលើ3ដក2ស្មើ1បាទអញ្ចឹងវាស្មើនឹង3គុណនឹង2ស្មើ6ចំនួនដែលយើងចេញមកចេញ6ឃើញទេអាហ្នឹងវាចេញ6វាឆ្លាស់គ្នា1 2 3 4 5 6អាហ្នឹងគេឲ្យឈ្មោះថាចម្លាស់មានន័យថា AB ហើយនឹង BA អត់ដូចគ្នាទេបាទយើងមានលេខ1លេខ1លេខ2ហើយនឹងលេខ2ហើយនឹងលេខ1វាអត់ដូចគ្នាទេអាមួយ12អាមួយ21អញ្ចឹងគាត់ដូរទីតាំងគឺវាផ្សេងគ្នាអាហ្នឹងគេឲ្យឈ្មោះថាចម្លាស់តម្រៀបធាតុហ្នឹងយកមកតម្រៀបប៉ុន្តែគេគិតលំដាប់តម្រៀបតាមជូដេកបាទគិតលំដាប់ខ្ញុំនិយាយជាចម្លាស់ហ្នឹងប៉ុណ្្នឹងទៅហើយបើសិនជាមួយទៀតចង់បញ្ជាក់ជូនថាបើសិនចុះអនុវត្តវិញមិនដែរអនុវត្តមនុស្សយើងដូចមនុស្សយើងឈរជួរអញ្ចឹងណាមនុស្សយើងឈរជួរបានថាសុកហើយនឹងសៅឈរជួរម្នាក់ឆ្វេងម្នាក់ស្ដាំសុកហើយសៅថតទៅបានមួយបែបបើសិនជាសៅហើយឈរហើយបានសុកឈរវិញដូរចម្លាស់ឆ្លាស់គ្នាវិញអានេះបានមួយបែបទៀតអញ្ចឹងអានេះចម្លាស់ដល់ពេលបន្សំមានន័យថាតម្រៀបធាតុដែរប៉ុន្តែអត់គិតលំដាប់ទេពួកផ្សំគ្នាមានគិតលំដាប់អីអញ្ចឹងមកយើងដកបក combination នេះយើងបកថាបន្សំហ្នឹងណាយកមកជាមួយគ្នាប៉ុន្តែអត់គិតលំដាប់ទេឧបមាថាយើងមាន A B C ដែរ A B C គេគិតថា A B ហើយនឹង BA ហ្នឹងគឺដូចគ្នាអាពីរហ្នឹងដូចគ្នារាប់ចូលថាតែមួយទេបាទ AB ហើយនឹង BA ដូចគ្នានៅក្នុងមួយប្រអប់មួយកន្សោមដូចគ្នាគេគិតថាអូខេចាប់មកម្ដង2ក្នុងចំណោម3ហ្នឹង AB BA តែមួយទេបាទ
BC ហើយនឹង CB ក៏តែមួយដែរក៏គេ AC ហើយនឹង CA គេគិតថាតែមួយទេគិតថាមួយករណីទេដោយសារតែបន្សំគេអត់មានគិតលំដាប់ណាអញ្ចឹងហើយចង់ A មកមុន B មកក្រោយក៏បានដែរអា B មកមុន A មកក្រោយក៏បានដែរក៏អត់បញ្ហាដែរបាទដូចអ្នកគេទៅការអញ្ចឹងណាទៅចូលកម្មវិធីអាពាហ៍ពិពាហ៍អញ្ចឹងចង់ A ទៅមុន B ទៅមុនក៏ได้តែមកអង្គុយតុនឹងជាមួយគ្នាអាហ្នឹងគេមានគិតលំដាប់ស្អីទេមិនបាច់ទៅខ្វល់ខ្វាយថាអ្នកមកលំដាប់មុនទៅចងដៃប្រមាណអ្នកមកលំដាប់ក្រោយចងដៃប្រមាណគឺមកកញ្ចប់ហ្នឹងមកអ្នកឯងមកទាំងអស់គ្នាមកបាទមកណាមកមុនណាមកមុនចូលតុហ្នឹងដាក់ពេញតុដាក់ហូបអត់មានខ្វះណាមកមុនណាមកក្រោយមកអញ្ចឹងប៉ុន្តែបើសិនជាចម្លាស់វាទៅគិតវាខុសគ្នាបើសិនបើ A មកមុនហើយ B មកក្រោយរឿងផ្សេងតែបើ B មកមុនហើយ A មកក្រោយរឿងផ្សេងទៀតអញ្ចឹងវាខុសគ្នាអញ្ចឹងដូច្នេះហើយបានជាបន្សំនឹងចំនួនវានឹងវាតិចជាងចម្លាស់ពីព្រោះយើងមើល AB ហើយ BA ដែលចម្លាស់រាប់ថា2ករណីហ្នឹងបន្សំរាប់បានតែមួយករណីហ្នឹងអញ្ចឹងឧបមាថាក្នុងករណី3អក្សរហ្នឹងហើយយើងយកមកផ្សំជា2អក្សរអញ្ចឹងវាទៅជា3 factorial នៅលើ3ដល់2សល់1 2 factorial អញ្ចឹងវាទៅជា3គុណជាមួយនឹង2នៅលើ2កាត់ចោលសល់តែ3អញ្ចឹងមានន័យថាបន្សំ3យក2ជ្រើសយកជ្រើសរើសយក2ធាតុចេញពី3ធាតុមកបានតែ3ករណីផ្សេងគ្នាទេប៉ុន្តែចំពោះចម្លាស់ជ្រើសរើស2ធាតុចេញពី3ធាតុយកមកឆ្លាក់គ្នាចុះឡើងហ្នឹងបានរហូតដល់6ធាតុហ្នឹងអាហ្នឹងរឿងចម្លាស់ហើយនឹងបន្សំអញ្ចឹងដើម្បីដោះស្រាយលំហាត់ប្រូបាបានអស់នេះវាជាមូលដ្ឋានគ្រឹះឬវិធីនៅក្នុងការគណនាចំនួននឹងគេហៅថា counting principle គោលការណ៍របស់អញ្ចឹងរាប់យ៉ាងម៉េចឆ្លាស់រាប់យ៉ាងម៉េចចម្លាស់រាប់យ៉ាងម៉េចបន្សំរាប់យ៉ាងម៉េចហើយដើម្បីដោះស្រាយឲ្យចម្លាស់បន្សំនឹងបានទៀតវាត្រូវការយើងពឹងលើចំណេះដឹងអីគេមួយទៀតមេរៀនមេរៀនពឹងលើចំណេះដឹងមេរៀន factorial បាទ factorial ដែលយើងត្រូវពឹងនេះខ្ញុំសរសេរទៅលើទៀតទៅខ្ញុំទីទូទៅសរសេរមិនសូវមានលំដាប់អីត្រឹមត្រូវទេ factorial អញ្ចឹងតើដឹងថា0 factorial ស្មើ1 1 factorial ស្មើ1ណា2 factorial ស្មើ2គុណនឹង1វាស្មើ1ស្មើ1ស្មើ2អូខេ3 factorial ស្មើនឹង3គុណនឹង2គុណនឹង1ស្មើ6អីចឹងទៅលក្ខណៈ factorial នេះត្រូវពិចារណាលក្ខណៈ factorial ទៀតឧបមាថាគេមាន4 factorial គេអាចសរសេរទៅជា4គុណនឹង3 factorial ក៏បានដែរអញ្ចឹងណាអញ្ចឹង4 3ដង4គុណនឹង6 24ណាអញ្ចឹងពេលនៅគណនាហ្នឹងយើងត្រូវចេះអំពីការគណនា factorial ហ្នឹងហើយនឹង factorial ហ្នឹងហើយនឹងការគណនាចម្លាស់សំហ្នឹងអាហ្នឹងយើងអាចទៅគណនាប្រូបាបើទូប្រូបាវាសាមញ្ញទេវានិយាយពីរឿងចំនួនករណីស្របលើចំនួនករណីអាចទៅដល់ណាក៏វាអញ្ចឹងដែរបាទហើយអ្វីដែលយើងត្រូវត្រៀមយើងត្រូវយល់ថាករណីអាចជាករណីដែលក្នុងសកម្មភាពទាំងឡាយណាព្រឹត្តិការណ៍ទាំងឡាយណាដែលវាអាចកើតមានឡើងដល់ពេលករណីស្របគឺគេប្រាថ្នាចង់បានករណី specific ណាមួយជាក់លាក់ណាមួយអានឹងវាខ្លាយទៅជាករណីស្របអញ្ចឹងករណីស្របជាទូទៅវាជាសំណុំរងនៃករណីអាចបាទសំណុំរងអាចរងឬរងផ្ទាល់អញ្ចឹងទៅពេលខ្លះវាអាចប៉ុនគ្នាពេលខ្លះវាអាចមិនប៉ុនគ្នាអានឹងវារឿងសាមញ្ញទូទៅទេបាទយើងមកមើល5ឆ្នាំចុងក្រោយ trend 5ឆ្នាំចុងក្រោយដែលខ្ញុំដាក់តែអានេះគឺ2025ណានេះយ៉ាដាក់ first វាពណ៌អានេះគឺ2025 2025 2024 23 22 21ឥឡូវទី1យើងទៅមើលសំណួរវាថាតើកម្រិតនៅក្នុងសំណួរហ្នឹងវាចេញអីខ្លះនៅក្នុងឆ្នាំ2025ប្រអប់មួយមានឃ្លីទាំងអស់ 4n អូខេក្នុងនោះមានឃ្លីចំនួន 2n បូក1ពណ៌លឿងហើយនឹង 2n ដក1ពណ៌បៃតងគេចាប់យកឃ្លី2ព្រមគ្នាក្នុងសំណួរនេះដោយកំណត់ n ស្មើ10អញ្ចឹងលំហាត់ដែលចេញឆ្នាំ2025ហ្នឹងវាមានលក្ខណៈមួយវាអត់ប្រាប់គេអត់ប្រាប់អំពីចំនួនឃ្លីនៅក្នុងប្រអប់ទាំងអស់បានទេប៉ុន្តែគេប្រាប់ទាចំនួនឃ្លីទាំងអស់វា 4n ឃើញអត់ចំនួនឃ្លីលាក់ថាអត់ដឹងថាឃ្លីប៉ុន្មានតែ 4n ដល់ពេលចុងក្រោយបានប្រាប់ n នេះស្មើ10អញ្ចឹងសរុបមកថាវាមាន40ពីព្រោះ n ស្មើ10បាទសំណួរដែលគេចេញយកមកសួរយើងគេចាប់កូនឃ្លី2ព្រមគ្នា
nè tí tiếp trong nâng phải vô tha vẽ prờm khía dương trời prá bẩn xòm mà chập pi prờm khía chập bay prờm khía prá bẩn xòm prá sò xì ấy nè ok prá sò xì hai mùi tiết kia pinat mơ lâu nhung nhung quan là pinat mơ thả nâng prá bẩn xòm nè ở chẳng từ lục ắt mùi mùi thường mùi mùi này thằng càm tiết nè ok một tuần lục ắt thường mùi mùi này thằng càm tiết អានេះដល់ពេលឆ្នាំ2024គេប្រាប់ថាសិស្សមាន24នាក់ជនជាតិអីអង់គ្លេសអីចឹងទៅជនជាតិបារាំងជនជាតិចិនជនជាតិកូរ៉េជនជាតិខ្មែរចឹងទៅណាគេជ្រើសរើសសិស្ស3នាក់ដែលចែកដល់តំណាងទៅប្រកួតអូខេអានេះបានតែ A នៅបាត់សំណួរ B C ទៀតបាទអឺអ្វីដែលគេចង់បញ្ជាក់ជូននៅទីនេះ2024នេះមិនត្រឹមតែប្រាំងពឹងលើចំណេះដឹងប្រូបាមុខទេគេមានសួរថាសិស្សនៅទ្វីបអាស៊ីអឺរ៉ុបអីទៀតអញ្ចឹងពីប្រធានខាងលើអត់មានប្រាប់ពីអាស៊ីអឺរ៉ុបអីទេប៉ុន្តែដល់ពេលខាងក្រោមបានសួរសិស្សនៅទ្វីបអាស៊ីអញ្ចឹងគេត្រូវ identify ថាអង់គ្លេសនៅទ្វីបអីគេបារាំងនៅទ្វីបអីគេចិននៅទ្វីបអីគេកូរ៉េទ្វីបអីគេខ្មែរទ្វីបអីគេអញ្ចឹងទោះតែសិស្សនេះមានចំណេះដឹងផ្នែកភូមិវិទ្យាទេបានយកមកដោះស្រាយនឹងកើតអញ្ចឹងវាពឹងលើឡៃនេះមួយ2025អត់ប្រាប់ចំនួនត្រង់ទេពឹងលើឲ្យសិស្សហ្នឹងយកចំនួន n ស្មើ10យកទៅជួសដើម្បីឃើញចំនួនឃ្លីទាំងអស់ឃ្លីដែលមាននៅក្នុងអឺឃ្លីដែលមាននៅក្នុងកន្លែងហ្នឹងទៅដែរប៉ុន្តែមានពណ៌លឿងមានពណ៌បៃតងប្រហែលដល់ពេល2024វាពឹងទៅលើចំណេះដឹងផ្នែកភូមិវិទ្យាដែរបើយើងរៀនភូមិវិទ្យាថាអីគេទ្វីបអាស៊ីនៅណាចិនកូរ៉េអីចឹងណាខ្មែរអីចឹងទៅបាទដល់ពេលយើងមើល2023យើងមើលត្រួសទេបន្តិចទៀតយើងទៅលំអិតជាមួយវាបាទ2023អ្នកលក់មានបន្ទាត់25ក្នុងនោះបន្ទាត់3ឆែបចុងអញ្ចឹងអាល្អ17ហើយមែនទេគេជ្រើសរើសគេចាប់យកបន្ទាត់មួយក្នុងចំណោម25ដោយចែកដល់អានេះចាប់យកតែមួយទេអញ្ចឹងបើចាប់យកតែមួយមិនចាំបាច់ស្អីណាណីទេក្នុងចំណោម25មួយលើ25វាជាវាវាជាអ្វីដែលករណីអាចកើតឡើងគឺ25ខែស្អីប៉ុន្តែបន្ទាត់មិនឆែបចុងអាមិនឆែបចុងដូចនិយាយមិនអញ្ចឹងគេលាក់ថាបើសិនអាឆែបចុងវាមាន3អាមិនឆែបចុងវាមានបានយក25ដក3វិញមកមិន17ទេ22និយាយខុសហ្មងហ្នឹងមិននិយាយឡើងមោទនភាពប៉ុន្តែខុសទៅមិន17ទេណាអញ្ចឹង25ដកជាមួយនឹង3ចេញ25ដក3ចេញគឺអឺ25ដក3ចេញគឺ22និយាយខុសណានិយាយ17មិញកាត់ចោលបាទតិចគេយកអាវីដេអូដែលយើងថតនេះយកទៅដាក់ថាឯងនិយាយ25ដកនិង20ដកនឹង3ចេញ17ណាមែនទេបាទអូខេនឹងរឿងសំណួរហ្នឹងអូខេខ្ញុំមើលត្រួសទេហើយខ្ញុំមកមើល2022តើបុគ្គលិកនារី9បុគ្គលិកបរិះ5ធ្វើការក្រុមមួយគ្នា4នាក់ចុះតាមភូមិអូខេអញ្ចឹងក្រុមជាមួយគ្នា4នាក់អត់មានចែកទូនាទីទេឃើញទេអត់មានចែកទូនាទីវា combination ណាឃើញទេបន្សំចាំទៅភាសាលំអិតនៅពេលក្រោយដល់ពេលអានេះស្អីគេថងមួយមានឃ្លី2 3អញ្ចឹងមក4អញ្ចឹងមកចាប់3គ្រាប់បន្សំទៀតអញ្ចឹង mostly ភាគច្រើនគឺវាចេញបន្សំអត់ទាន់5ឆ្នាំចុងក្រោយអត់ទាន់ឃើញចេញចម្លាស់ទេប៉ុន្តែចម្លាស់មិនអត់ទេណាមិនអត់ថាអត់ចេញទេណាមានចេញមិនអត់ចេញទេបាទតោះឥឡូវយើងនិយាយមិនយើងនិយាយពីរឿងថា trend ហ្នឹងវាចេញអីខ្លះវាចេញពីពណ៌វាចេញបែបណាខ្លះឥឡូវយើងមកកែលំហាត់ជាក់ស្ដែងតែម្ដងអញ្ចឹងខ្ញុំពន្យល់ឲ្យបាទខ្ញុំសរសេរកែណាក្នុងប្រអប់មួយមានឃ្លី 4n អញ្ចឹងឃ្លីទាំងអស់ហ្នឹងគឺមាន 4n ក្នុងនោះឃ្លី 2n បូក1ពណ៌លឿងហើយនឹង 2n ដក1ពណ៌បៃតងគេចាប់យកឃ្លី2ប្រឹមគ្នាបើចាប់យកឃ្លី2ប្រឹមគ្នាវាច្បាស់ណាស់ថា C ឯងប្រើបន្សំហើយប៉ុន្តែបន្សំហ្នឹងឃ្លីសរុបហ្នឹងគឺ 4n ហ្នឹងគេកំណត់យក n ស្មើ10អញ្ចឹងឃ្លីសរុបរបស់គេគឺ 4n គឺ4គុណនឹង10អញ្ចឹងគឺ40អញ្ចឹងចំនួនករណីអាចរបស់វាគឺ40ចាប់យក2ស្មើប៉ុន្មានអាហ្នឹងគឺជា ns អាហ្នឹងគឺជាចំនួនករណីអាចបាទយើងឃើញបាត់ហេតុអីពីព្រោះយើងមាន40ហើយយើងចាប់យក2ព្រមគ្នាអញ្ចឹងវាជា combination នៃ2ធាតុយកចេញពី40ធាតុបាទ40
ในปีครบយកចេញពី40គ្រាប់នៃឃ្លីហ្នឹងណាបាទអឺមួយទៀតព្រឹត្តិការណ៍ A កូនឃ្លីទាំងពីរមានពណ៌ខុសគ្នានៅពេលដែលដោះស្រាយលំហាត់ប្រូបាបអ្នកទាំងអស់គ្នាត្រូវតែអានប្រធានហើយទី1បន្ទាប់មកទៀតយើងអឺ interpret ព្យាយាម interpret ហើយព្យាយាមយល់ clear នីមួយនីមួយឥឡូវនេះគេអត់ប្រាប់ត្រង់ទេគេប្រាប់ថាកូនឃ្លីទាំងពីរដែលចាប់បានមានពណ៌ខុសគ្នាយើងទៅសំដៅមើលពណ៌ដែលគេនិយាយសិនពណ៌ដែលគេនិយាយមានពណ៌លឿងមានពណ៌បៃតងហើយគេប្រាប់ថាចាប់បានឃ្លីពណ៌ខុសគ្នាឃ្លីដែលចាប់នេះមានពីរអញ្ចឹងបើពណ៌ខុសគ្នាវាច្បាស់ជាអាមួយនឹងលឿងហើយអាមួយទៀតគឺបៃតងអឺមួយលឿងមួយបៃតងអញ្ចឹងបើសិនជាយើងយកព្រឹត្តិការណ៍ A មកសរសេរជា clear ដែលអាចសរសេរចេញជារូបមន្តក្នុងការគណនាបានយើងនឹងសរសេរថា A ហ្នឹងណា A ហ្នឹងណាព្រឹត្តិការណ៍ A ហ្នឹងវានឹងស្មើពាក្យអីគេវានឹងស្មើពាក្យថាចាប់បានឃ្លីកូនឃ្លីហ្នឹងណាឃ្លីកុហកលឿង sorry ឃ្លីលឿងមួយនិងឃ្លីបៃតងមួយបើលឿងមួយបៃតងមួយលឿងមានប្រមាណនេះយើងចាប់មកគិតអារឿងលឿងទៀតលឿង 2n បូក1 2n បូក1មាន2 10ដង20 20បូក1ចឹង21ពណ៌លឿងមាន21ពណ៌បៃតង 2n ដក1 20ដក1សល់19ចឹង19បូក21គ្រប់40ហើយណាបាទអញ្ចឹងមានន័យថាម៉េចមានន័យថាអានេះយើងយកទី1ឃ្លីពណ៌ក្រហមមានន័យថាវាមាន21តែចាប់យកតែមួយទេហើយពណ៌បៃតងវាមាន19តែចាប់យកតែមួយទេអញ្ចឹងយក21គុណនឹង19បន្តិចទៀតខ្ញុំនឹងបញ្ជាក់ថាអេបើសិនជាយក21គុណនឹង19ហើយពេលដែលយើងគិតលេខជាមួយនឹងអឺករណីអាច40យក2ពេលខ្លះវាអត់ស្រួលក្នុងការគណនាណាបាទលេខហ្នឹងវាធំពេកយើងមើលទៅហាក់ដូចជាវាធំពេកប៉ុន្តែប៉ុន្តែប៉ុន្តែវាមានវិធីនៅក្នុងការធ្វើឲ្យលេខហ្នឹងវាតូចវិញគណនាវាមិនមែនត្រង់ទេខ្ញុំគិតថាពេលដែលខ្ញុំនិយាយអាហ្នឹងចប់ខ្ញុំនឹង stop record ព្រោះខ្ញុំនិយាយ2025ហ្នឹងហើយចាំខ្ញុំឲ្យអ្នកឲ្យស៊ូសំណួរសិនខ្ញុំបិទ record សិនហើយចាំអឺទៅមុខទៀតចូលចិត្តចែកវីដេអូនោះវាខ្លីចុះឥឡូវនេះ21 19មិនបាច់ទៅគុណពលាតបញ្ចេញទេមិនបាច់គុណពលាតបញ្ចេញក៏បានដែរប៉ុន្តែយើងអាចយកវាមកទូទាត់ជាមួយនឹង NS នេះ NS នេះជាមួយខ្ញុំយក NS មកគណនានេះតិចណា NS គឺ C នៃ40យក2 40យក2បើយើងទៅសេតាមរូបមន្តមិនសម40ដក2សមមក38នៅលើ2អញ្ចឹង40ពី38 40ហ្នឹងយើងទៅសេទៅសេអាយ៉ា39ទៅសេ38បាក់តូយ៉ាប៉ុណ្្នឹងឈប់នេះ38ដែរហើយគុណនឹង2បាក់តូយ៉ាគឺ2ឯកាត់អានេះចោលមួយវាសមមកនៅសល់40ចែក2ទៀតគឺ20គុណជាមួយនឹង9អញ្ចឹងណា20គុណនឹង9បាទដល់ពេល20គុណនឹង9អនាគតទៅយើងនឹងយកអា21នេះ20គុណនឹង9ណានេះ39បាទ sorry 39នេះ20គុណនឹង39អនាគតយើងយកអា21នៅលើ10 21គុណ19ហ្នឹងយើងនឹងចែកគ្នាជាមួយនឹង20គុណនឹង39ហ្នឹងបាទទំនួតែយើងមានវិធីសាស្ត្រអីសម្រួលអត់ដើម្បីឲ្យលេខនេះវាតូចយើងក៏លេខមើលអា21នេះហើយនឹងលេខ39នេះ21បើយើងចែកវានឹង3បានទេ39បើយើងចែកវានឹង3បានទេអូខេ21បើយើងចែកវានឹង3វាបាន7គុណនឹង19ដល់ពេល20នេះយើងទុកវិញទៅដល់ពេល39ចែកជាមួយនឹង39ចែកជាមួយនឹងស្អីគេចែកជាមួយនឹង3នេះវាបាន13ណែដល់ពេលហើយវាសល់លេខនេះតូចទេមែនទេ7គុណ19ហើយ13ហើយនឹង20គុណនឹង13នេះខ្ញុំគិតថាលេខនេះវាលែងធំហើយ1919គុណទៅអា17ដងនេះវា70 70បូកនឹង9 7ដងទៀតវា
63ទៀតអញ្ចឹង70បូក63បាទក្រោមនេះគុណចូលពី3ដង6ពីម្ដង2ថែមលេខ0មកបាទហើយខាងលើនេះយើងបូកគ្នា70បូក63យើងបូកបានហើយ3អានេះ6និង7ទៅវា10ម៉ានវាអត់ដល់14នេះវា13នៅលើ260ចឹងវិធីសាស្ត្រនៅក្នុងការគណនាប្របាបយើងមិនគូយើងមិនគូអីយើងមិនគូដាក់លេខហ្នឹងវាធំធំឲ្យនៅធំធំហ្មងឯងយើងមិនគូគុណពលាតហ្មងធ្វើឲ្យវាលេខហ្នឹងវាតូចពេលយើងគុណទៅវាមិនងាយខុសហ្នឹងអាហ្នឹងចំពោះរឿង A បាទរឿងព្រឹត្តិការណ៍ A អញ្ចឹងព្រឹត្តិការណ៍ A ឃើញចម្លើយណាទីយ៉ាងផ្សេងចម្លើយឲ្យតែឥឡូវយើងគាត់បញ្យល់គ្នាទៅថា133នៅលើ260ផ្លេចលេខ0ណានៃទៀតបាទអូខេទៀត A មិញឃើញហើយ A មិញគឺ133នៅលើ260មកដល់ B កុំឲ្យភ្លេចអានេះណាអានេះគឺ40អានេះគឺ21អានេះម៉ាន19នេះ19ឬក៏29តោះទៅទៀតអឺ B កូនឃ្លី2ដែលចាប់បានមានពណ៌បៃតងអញ្ចឹង2ដែលចាប់បានមានពណ៌បៃតង N នៃ B បៃតងទាំងអស់មានម៉ាននេះ19អញ្ចឹង19យក2ពេលដែលយើងរកប្រូបាននៃព្រឹត្តិការណ៍ B យើងមិនត្រូវនេះហ៎យើងត្រូវយក n នៃ b មានន័យថាចំនួនករណីដែលអាចកើតឡើងក្នុងព្រឹត្តិការណ៍ b ចែកឲ្យចំនួនករណីដែលអាចកើតឡើងទាំងអស់បាទដល់ពេល nb យើងនិយាយមិញគឺ c 19យក2ដល់ពេល ns របស់យើងនិយាយមិញគឺ40យក2ចុះហេតុអីខ្ញុំចាំបាច់ទៅសេអានឹងដើម្បីអ្នកនរគ្នាយល់ថានៅពេលដែលយើងកណនាទៅមិនច្បាច់គុណលេខទៅទាំងផ្ទាំងទេក្រែងលោកពិបាកក្នុងការសម្រួលហើយបើយើងធ្វើក្នុងមួយ step ព្រៀងនឹងសិនពេលយើងដឹងចម្លើយហើយពេលដែលយើងទៅសម្រួលវាទៅពេលដែលយើងទៅសរសេរដាក់នៅក្នុងกระดาษប្រឡងមែនតើទៅវាអត់ពិបាកអញ្ចឹងយើង19យក2 19យក2អញ្ចឹងមាន19នៅលើ19 12សល់17ហើយ2អានេះ10 40យក2មិញគឺ40 40ដល់2 38ហើយ2នេះយើងគ្រាន់តែបានប៉ុណ្នេះហើយយើងស្រួលបានមកតង់ណានេះអា2នេះកាត់ឯងចោលបានមួយឃើញទេវាងាយអញ្ចឹងណាហើយបើយើងកុំតែនឹកឃើញស្រួលអញ្ចឹងយើងទៅគណនាលេខទាំងដល់វាហត់វាខ្លាចច្រឡំណាអូខេខាងលើ19 17អញ្ចឹង19 18 17អា17នេះចប់មួយទៀតហើយអវសានឃើញទេខាងលើនេះអវសាន17នឹងចោលមានអីមានអីនៅទៀតឃើញទេអទៀតខាងក្រោមនេះវា40ហើយ38អញ្ចឹងវាត្រូវ40 39 38 38ហ្នឹងខ្សែធន់នៅ38ទៀតមានអីទៀតអញ្ចឹងខាងលើគឺ19 18ខាងក្រោមគឺ40 39វិធីមើលវិធីមើល18អា19ហ្នឹងវាចំនួនបឋមវាមានទៅណាទៀតទេវាអស់ទៅហើយ18វាយើងអាចសរសេរមិន18យើងអាចសរសេរថា2គុណនឹង9អញ្ចឹងយើងអាចថា9គុណនឹង3ទៅ9វា3គុណ3អញ្ចឹង2 3ដង6 6 3ដង18គ្រប់អាដើមវិញចឹងអា2 3 2គុណនឹង3គុណនឹង3វាជំនួសឲ្យលេខ18ដល់ពេល40វាមកពី2គុណនឹង20គុណនឹង39វាមកពី3គុណនឹង13ចឹងឯងពីព្រោះ13គុណនឹង3វាស្មើ39តែស្អីចឹងដើម្បីអីស្អីចឹងដើម្បីនេះខ្ញុំយកមកសម្រួលនេះវាងាយ3នេះអស់2នេះអស់សល់លេខប្រមាណចាំយើងយកមកគុណមកខាងលើវាសល់19គុណនឹង3អញ្ចឹង13ដង30 9 3ដង27អញ្ចឹងភាគយកគឺ57ភាគបែង20គុណនឹង13អញ្ចឹងវា260ដដែលបាទអញ្ចឹង57នៅលើ260ឃើញទេគណនានេះយើងថាព្រោះបើសិនជាគណនាយូរអញ្ចឹងពេលខ្ញុំគណនាប្រឡងខ្ញុំគណនាមិនទាន់ថាពេលយើងប្រឡងយើងគណនាលឿនយើងមិនត្រូវការបញ្យល់ដូចខ្ញុំចឹងណា
dương miền này nát tất cả bây giờ dương miền bây giờ nè dương kẹt này giờ vòng cả bè quả tha nhung prap về để nhung cười đến nhung prap bụi dương tha ok dương kẹt này chẳng tới đặng bây bụi dương vì nghĩ bè chẳng bí ní chùm lại bởi dương đặng ấy hà sẽ bụng bớ nửa lứa pi rồi học sập hà sẽ bớ lứa pi rồi học sập giờ tôi sẽ dạy chùm lại từ bà đọc vềคลีเตียงปีได้จับบานซีนะคลีเตียงปีได้จับบานเมียนปัวโดยគ្នាខ្ញុំគួរនេះហើយជាចម្លើយคลีได้จับบานเมียนปัวโดยគ្នាមានពណ៌ដូចគ្នាមានន័យថាម៉េចមានពណ៌ដូចគ្នាមានអត្ថន័យវាមានពណ៌ដូចគ្នាវាមានន័យថាคลีយើងវាមានតែលឿងមានន័យថាលឿងនឹងទាំងពីរឬក៏បៃតងនឹងទាំងពីរបើលឿងទាំងពីរឬក៏បៃតងទាំងពីរលឿងលឿងមានប្រមាណលឿងមកលឿងគឺទាំងអស់មាន21យក2ដល់ឬបូកអញ្ចឹងណាបៃតងមាន19យក2គណនាអាហ្នឹងទៅចេញចម្លើយហើយបាទឥឡូវខ្ញុំទៅគណនាឲ្យទេអានអេសខ្ញុំអត់បាទទេអាហ្នឹងឥឡូវយើងទៅគណនានេះវាបាទលុបបើលុបទៅវាចេញលុបទាំងអស់តែយើងអាចចាំចម្លើយអត់អូខេលុបឆេណាអញ្ចឹងនៅពេលដែលសរសេរអ្នកអស់គ្នាសរសេរខ្ញុំដឹងថាយើងបានរៀនមួយគ្រូរបស់យើងតាមសាលារៀនខ្លួនគាត់នេះហើយគាត់ប្រាប់យើងពីរបៀបសរសេរអញ្ចឹងសរសេរតាមរបៀបដែលគាត់ប្រាប់ទៅអ្វីដែលខ្ញុំនិយាយនេះពេលវាខ្លីខ្ញុំមិនសរសេររាយរាប់ពេញឡាយនោះទេប៉ុន្តែខ្ញុំគាត់ប្រាប់ថារបៀបនៅក្នុងការគណនាដែលងាយហើយវាមិនងាយច្រឡំមានថាងាយឃើញចម្លើយប៉ុន្តែមិនងាយច្រឡំបំលែងបញ្ហាដែលស្មុគស្មាញឲ្យទៅជាបញ្ហាដែលតូចតូចហើយដោះស្រាយវាតាមលំដាប់លំដោយដើម្បីកុំឲ្យខ្លួនយើងនេះវាស្ថិតនៅក្នុងស្ថានភាពចលាចលជាមួយបញ្ហាណាបាទទៀតឥឡូវកន្លែងហ្នឹង PC ណាប្រូបាននៃព្រឹត្តិការណ៍ C ចឹងអ្វីដែលយើងជជែកគ្នាមិញហ្នឹងមិន C 21យក2បូកជាមួយនឹង C 19យក2ភាគបែកមិនបាច់ខ្វល់ទេភាគបែកមិញហ្នឹងគឺ C នៃ40យក2នឹងឯងខាងលើនេះ C 21យក2វាមិនទៅជា21ដក2 19ចាំខ្ញុំប្រាប់ថាឲ្យកាន់តែងាយទៀតទៅធ្វើម៉េចអានេះ19យក2ដល់17ខាងក្រោមនេះមិនអាចមិនបញ្ហាទេ40យូរវាដដែលនឹង38 2នេះខ្ញុំចង់បញ្យល់ពីម្ដុំនេះយើងមិនបាច់ខ្វល់អីមិនបាច់ទៅសេអីវែងឆ្ងាយក៏បានដែរ21ទៅសេមក21 20អានេះអាក្រោម19ផាតទៅយើងអញ្ចឹងបាច់សេ19នេះសេប៉ុណ្្នឹងបានណា2ដាក់2មកក្រោម19យើងសេ19 18កុំឲ្យដល់17ផាតទៅយ៉ាពួកវានឹងទៅសម្រួលនេះលើ2 40ដូចគ្នាយើងទៅសេត្រឹម40 39កុំឲ្យដល់38ពួកយកអាក្រោមមកយើង38នៅលើ2ឃើញអត់ភាគបែង2ទាំងអស់គ្នានឹងសម្រួលចោលហើយមកបាទអញ្ចឹងខាងលើនេះ21គុណនឹង20ឥឡូវយកនឹងមកមើលទៅណា21គុណនឹង20អានេះ18 3គុណនឹង19បើយើងសេតូចធំ19គុណ18ក៏បានតែអញ្ចឹងណាវិធីគុណវាត្រឡប់អានេះ40គុណនឹង39បាទយើងមើលអាទាំងអស់ហ្នឹងវាសិតតែអាចសម្រួលអានេះអាចចែកដាច់នឹង3អានេះអាចចែកដាច់នឹង2អានេះអាចចែកដាច់នឹង3ហើយក៏អាចចែកដាច់នឹង2ទៀតដែរឃើញអត់អានេះវាចែកដាច់នឹង2អានេះវាអាចចែកដាច់នឹង3អញ្ចឹងចាប់ផ្ដើមយក6ចេញមកក្រាងមកមានន័យថាយក6ជាកត្តាឃើញណាយក6ជាកត្តាពួកយើងមើលឃើញលេខនេះនិយាយថាពួកយើងថាគ្រូខ្ញុំមើលមិនឃើញបើខ្ញុំទៅថ្មីតែមកគេឲ្យរៀនឲ្យច្រើនហ្នឹងវាអាចារ្យយូរទៅយើងមើលឃើញតែបើយើងអត់ដែររៀនផងយើងមើលមិនឃើញ21យើងយក3ចេញមក21ចែក3មកបានប៉ុន្មាន21ចែក3បាន7ដល់ពេល20ចែក2មកវាបាន10 18យក6ចេញមកវាបាន3 19ណាលេខនេះវាមិនតូចយើងទៅសេចាំមកតែលេខវាតូច40យក2ចេញមកសល់20អញ្ចឹងណាដល់ពេលដល់39យក3ចេញមកបាន13
ហើយយើងអានេះ3គុណ2នេះយើងមិនកាត់គ្នាអស់មែនទេកាត់គ្នាអស់ដល់ពេលកាត់គ្នាអស់ខាងលើនេះ7 10ដងវាមិន70លេខនេះវាមិនកាន់តែស្រួល3គុណនឹង19អានេះ3គុណនឹង19 3គុណ19ក្រែងមានដូចអាមិញដែរក្រែង3គុណ14ក្រែង3គុណ14 10 3ដងវា30 9 3ដងទៀតវា27នៅលើអានេះ20គុណនឹង13គេយើងគុណច្រើនដងហើយតែគឺ260អញ្ចឹងយូរយូរវាមិនល្បាយ67មក67 7នឹង30មកវា100 127នៅលើ260ឃើញទេអាហ្នឹងគឺជា C ចាំមកខ្ញុំថាវាមិនចោតជាបញ្ហាណាស់ណាទេបើមិនបើយើងគណនាទៅតាមវិធីអស់ហ្នឹងណាលេខហ្នឹងវាគណនាមកចេញដល់ងាយតែម្ដងអញ្ចឹងចម្លើយមានខ្ញុំគិតថាខ្ញុំមិនចាំបាច់ទៅសរសេរចម្លើយឲ្យទេមែនទេអារ៉ាយរ៉ាប់អីហ្នឹងយើងក៏សរសេរថាសេតាមបំរាប់គេមកថាចម្លើយវាសរសេរតាមបំរាប់មកថាឃ្លីទាំងអស់មាន 4n ក៏ប៉ុន្តែ n ស្មើ10អញ្ចឹងឃ្លីសរុបមាន40ក្នុងនោះមានឃ្លីពណ៌លឿងចំនួន 2n បូក1ស្មើជាមួយនឹង2គុណជាមួយនឹង10បូក1ស្មើ21ហើយឃ្លីបៃតងមាន 2n ដក1ស្មើជាមួយនឹង2គុណ10ដក1ស្មើ10បូក4គេចាប់យកឃ្លី2ប្រឹងគ្នាដោយចែកដននោះចំនួនករណីអាចគឺជាបន្សំនៃប្រហែល40យក2ចេញមកហើយយើងគណនាមកឃើញចម្លើយប្រមាណហើយដល់ពេលហើយគណនាប្រមាណដល់ព្រឹត្តិការណ៍ A យើងសរសេរ A ឡើងមកវិញមក A កូនឃ្លីទាំងពីរចាប់បានពណ៌ខុសគ្នាអញ្ចឹងឃ្លីពណ៌ខុសគ្នាមានន័យថាឃ្លីពណ៌បៃតងមួយនិងពណ៌លឿងមួយអញ្ចឹងបៃតងមួយវាមានន័យថា19យកមួយដល់ពេលបន្សំនៃ19ដល់បន្សំនៃមួយទៀតមិនបន្សំទេតាមពិត19ហ្មងព្រោះមួយមានអីទៅផ្សំ19គុណនឹង21យកហ្មងក៏បានដែរហើយឃើញចម្លើយដែរ BC ហ្នឹងយើងទៅសេដូចគ្នាចឹងអញ្ចឹងទោះតែទៅរៀនទៅសេដល់ពេលជួបបញ្ហាយើងមកនិយាយប្រាប់ខ្ញុំវិញអាហ្នឹងបានកើតតែបើសិនជាយើងអត់យកទៅរៀនទៅសេទេហើយដល់ពេលហើយអត់ទាន់ជួបបញ្ហាទេមិនដឹងយើងមិនដឹងថាយើងទៅសេបានកើតឬមិនកើតអញ្ចឹងណាហើយបើសិនជាខ្ញុំទៅសេឲ្យមកមានចម្លងយើងចម្លងអញ្ចឹងវាមិនបាច់ហត់អីបាច់ទៅដល់ថ្នាក់ចម្លងទេអញ្ចឹងណាបាទអឺខ្ញុំគិតថាខ្ញុំទៅត្រឹម2024មួយទៀតចាត្រឹមទឹកមួយសិន2024ហ្នឹងវាភាពពិតវាមាន3សំណួរវាមានសំណួរ A ហើយមានសំណួរ B ទៀតណាខ្ញុំសរសេរ B ចុះព្រោះ screenshot មកវាខ្វះ B B នេះគេថាសិស្សទាំង3នាក់សុទ្ធតែជាជនជាតិនៅទ្វីបអាស៊ីពេលណាស្រួលពេលសិស្សទាំង3នាក់សុទ្ធតែជនជាតិនៅទ្វីបអាស៊ីវារៀងបាក់មើលនៅទ្វីបអាស៊ីតែមិនមែនខ្មែរទេអាស៊ីតែមិនមែនខ្មែរទេយើងនៅខ្មែរទេអាស៊ីដល់ពេលអក្សរ C ព្រឹត្តិការណ៍ C អឺសិស្សទាំង3នាក់ដូចគ្នាចឹងណាមានន័យថាទាំង3នាក់ដូចគ្នាអឺមានម្នាក់ជាជនជាតិខ្មែរខ្ញុំធ្លាប់ធ្វើវីដេអូនឹងម្ដងហើយចឹងខ្ញុំសេត្រួសទេហ្នឹងណាជាតិខ្មែរម្នាក់នៅទ្វីបអឺរ៉ុបហើយនឹងម្នាក់ទៀតគឺនៅទ្វីបអាស៊ីតែមិនមែនខ្មែរម្នាក់ទៀតគឺនេះនៅទ្វីបអាស៊ីតែមិនមែនខ្មែរអូខេចឹងខ្ញុំបញ្យល់ត្រួសទេអាហ្នឹងដោយសារខ្ញុំមានវីដេអូមួយហ្នឹងចាំខ្ញុំ attach link វីដេអូប្របា2024ហ្នឹងនៅខាងក្រោមវីដេអូហ្នឹងនៅក្នុង caption ណាដល់ពេលដែលបែរខ្ញុំដាក់ក្នុង YouTube អញ្ចឹងគ្នាយើងអាចស្រួលមើលហើយខ្ញុំផ្ញើក្នុង Telegram ឲ្យគ្នាយើងដែរតោះអឺថ្នាក់រៀនមួយមានសិស្ស24នាក់បាទសិស្ស24នាក់ហើយក្នុងនោះវាមាន3នាក់ជាជនជាតិអង់គ្លេសអញ្ចឹងមានន័យថាជនជាតិអង់គ្លេសមាន3នាក់2នាក់ជាជនជាតិបារាំងអញ្ចឹងបារាំងមាន2នាក់ជនជាតិ5នាក់ជាជនជាតិចិនអញ្ចឹងមានន័យថាចិនមាន5នាក់4នាក់ជាជនជាតិកូរ៉េមាន4នាក់10នាក់ជាជនជាតិខ្មែរបាទរាប់មើលគ្រប់20គ្រប់24អត់3និង2 5 5 10 14 14 14 14 24គ្រប់ហ្មង
គេជ្រើសរើសយកសិស្ស3នាក់អញ្ចឹងយើងមិនបាន NA យ៉ាងងាយគឺ24 3ឃើញអត់ហើយបើយើងចង់គណនាទៅ24បាក់តូយើងនៅលើ24ដក3មកសល់21ហើយ3អញ្ចឹង24សេត្រឹម20បានសេត្រឹម20 20 19យ៉ាង24 20ហើយមក20 3 20មាត់នេះ24 23 22 21កុំសេអានេះ3សេ3សេ6មកក៏បានដែរអញ្ចឹង24ចែកនឹង6វាអាចបាន4ណែណែហើយគុណនឹង23គុណនឹង22ទៅវាចេញចម្លើយហើយអញ្ចឹងកន្លែងហ្នឹងខ្ញុំគិតថាមិនចោលទេគណនាដូចអ្វីដែលខ្ញុំគណនាឲ្យមិញមកយើងអាចទៅរកចម្លើយបានហើយអញ្ចឹងណាអឹមខុសពីនឹងទៀតចេញពីនឹងទៅទៀតយើងមើល A នេះសិស្ស3នាក់សិស្សតែជនជាតិនៅទ្វីបអឺរ៉ុបអឺរ៉ុបនៅណាពួកអឺរ៉ុបគេសំដៅទៅលើនៅក្នុងអស់ហ្នឹងកូរ៉េមិនមែនអឺរ៉ុបទេឃើញអត់កូរ៉េមិនមែនអឺរ៉ុបទេខ្មែរក៏មិនមែនអឺរ៉ុបដែរចិនក៏មិនមែនអឺរ៉ុបដែរអញ្ចឹងជនជាតិអឺរ៉ុបមានណាគេបាទមានពីណាគេខ្លះអញ្ចឹងវាពឹងឲ្យយើងនឹងចេះបារាំងហើយនៅអង់គ្លេសគេរាប់ទៅជាអឺរ៉ុបដែរឬអត់អ្នកណាដែលគេរាប់ថាជាអឺរ៉ុបនៅក្នុងកន្លែងហ្នឹងវាពឹងឲ្យយើងនឹងទៅមើលទៀតខ្ញុំចង់នាំទៅឆែកមើលតើអង់គ្លេសស្អីអស់ហ្នឹងនៅក្នុងទ្វីបណាទ្វីបណីទៀតអញ្ចឹងណាឲ្យយើងច្បាស់តើយើងទៅធ្វើម៉េចឥឡូវយើងចូលលេខនេះណាអូខេអឺចង់នាំទៅឲ្យមើលហ្នឹងណាប្រាប់បានទេតែវាចង់នាំទៅមើលហឹមឥឡូវអង់គ្លេសនៅទ្វីបណាហឹមអង់គ្លេសទ្វីបអឺរ៉ុបអូខេសំណួរប្រាំងអឺរ៉ុបអត់បាទអញ្ចឹងកន្លែងនេះអង់គ្លេសក៏នៅទ្វីបអឺរ៉ុបបារាំងក៏នៅទ្វីបអឺរ៉ុបដែរឃើញទេបាទបើសិនជាអាពីរនឹងវានៅទ្វីបអឺរ៉ុបបែកមកវិញអាពីរនឹងវានៅទ្វីបអឺរ៉ុបដូចគ្នាអញ្ចឹងពេលដែលយើងចង់បានសិស្ស3នាក់ដែលសិតតែនៅទ្វីបអឺរ៉ុបអញ្ចឹងអង់គ្លេសមាន3បារាំងមាន2ទៀត5នាក់អញ្ចឹងវាទៅសរសេរមិនវាទៅ5យក3ខ្ញុំចង់និយាយហ្នឹងអាកន្លែងហ្នឹង C នៃ5យក3 C នៃ5យក3ហើយកណែទៅបាទកណែទៅឃើញចម្លើយហើយវាអត់មានយោបល់ទេហ្នឹងណាអឺមួយទៀតចំពោះអក្សរ B និង C ចាំខ្ញុំ attach link ដែលខ្ញុំកែអានឹងម្ដងហើយនឹងដាក់ឲ្យពួកយើងមើលហើយចាំផ្ញើវីដេអូហ្នឹងនៅក្នុង Telegram ឲ្យមើលដែរអញ្ចឹងណាកុំឲ្យវីដេអូនឹងវែងពេកខ្ញុំគិតថាខ្ញុំកាត់ប៉ុណ្ណឹងអ្នកណាមានសំណួរអាចសួរបាន